របៀបបង្កើត Telegram លើទូរស័ព្ទដៃ iPhone យើងចុចចូល Telegram មកដាក់លេខទូរស័ព្ទគេចូលមកលេខទូរស័ព្ទដែលចង់បង្កើត Telegram ហ្នឹងហើយចុចវាទៅមុខទៅដល់កន្លែងនេះវាឲ្យវាយ email ហើយមុនដំបូងខ្ញុំបង្កើត email មួយរួចហើយឥឡូវខ្ញុំបង្កើត email ក្នុង computer ឥឡូវខ្ញុំយក mail នៅក្នុង computer ខ្ញុំទៅបង្កើតរួចហ្នឹងមកវាយចូលក្នុងទូរស័ព្ទមកវាយចូល email មួយឥឡូវឲ្យទៅ Telegram បង្កើតធ្វើការបង្កើត email មួយសិនឥឡូវខ្ញុំវាយ email ចូលមួយសិនមកតើតើមាន email បានអាចបង្កើត Telegram បានឥឡូវបង្កើតតាមលេខទូរស័ព្ទមកកាត់លេងបានហើយព្រោះ Telegram update ថ្មីវាត្រូវការតាក់ទងជាមួយ mail ឥឡូវវាយ email ចូលរួចយើងចូលឆែកក្នុង computer មកឆែកមើលកន្លែងសារ mail គេនឹងផ្ញើលេខកូដចូល mail ដែលយើងវាយចូលមិញហ្នឹងចូលឆែកមើលលេខកូដវាដែលឃើញហើយនេះលេខកូដដែលក្រុមហ៊ុន Telegram ផ្ញើចូល mail យើងយកលេខកូដហ្នឹងមកវាយចូលក្នុងទូរស័ព្ទមកហើយសូមបញ្ជាក់ម្ដងទៀតផង email ហ្នឹងយើងវាយចូលមុនហ្នឹងមិញហ្នឹងវាយហើយវាត្រូវ message ចូល mail ហ្នឹងហើយ mail ខ្ញុំជាប់ក្នុង computer ខ្ញុំចូលឆែក computer ឥឡូវយើងចូលមកជាហ៊ានទៀតហើយយើងចុចឲ្យវា message ចូល Telegram យើងឥឡូវយើងឆែកមើល message កន្លែងផ្ញើសារកន្លែងអីឃើញគេផ្ញើសារលេខកូដចូលទូរស័ព្ទយើងហើយក៏អត់នេះរងចាំនាទីវាដើរនៅខាងក្រោមហ្នឹងដែរហើយចូលឆែកមើលសារសិនមើលមាន Telegram message លេខកូដឲ្យអត់បើអត់តន់ឃើញវា message មកទេយើងចាំនេះនាទីខាងក្រោមហ្នឹងតើអស់នាទីហ្នឹងមកបានយើងអាចចុចបដូរឲ្យទៅជា call ចូលទូរស័ព្ទយើងវិញបានឥឡូវកំពុងតែចាំមើលផ្ញើសារសិនទៅចូលឆែកវាម្ដងទៀតអត់ឃើញទេរងចាំឲ្យអស់នាទីសិនចាំអស់នាទីយើងចុចបដូរឲ្យវា call មកឲ្យក្រុមហ៊ុន call មកនេះទូរស័ព្ទ iPhone បែកគូតក្រោយបាត់ហើយឥឡូវកំពុងរងចាំវាឲ្យវាអស់នាទីនឹងសិនទៅចាំនេះនាទីខាងក្រោមឲ្យវាលោតអស់សិនមកចាំអស់នាទីយើងចុចបដូរទៅឲ្យក្រុមហ៊ុន call មកម្ដងវីដេអូហ្នឹងខ្ញុំអត់កាត់ទេព្រោះធ្វើឲ្យវាច្បាស់មកបញ្ជាក់ថានេះចុច call ឡើងមកចុច call មកបន្តិចមកបានក្រុមហ៊ុន Telegram call មកយើងចុចទទួលមកបើ speaker ក៏បានអត់ក៏បានយើងស្ដាប់ធ្វើម៉េចឲ្យឮសលេងក្រុមហ៊ុនប្រាប់លេខកូដហ្នឹងមកអញ្ចឹងយើងធៀមប៊ិចមួយទៅគាត់ដាក់กระดาษទុកសិនទៅព្រោះអីមួយថ្ងៃក្រុមហ៊ុន Telegram ទេមកតែម្ដងហើយតែម្ដងនឹងលេងទេមកលើកក្រោយគេទេមកភាសាទៀតតតែស្អែកអីណោះព្រោះក្រុមហ៊ុន Telegram ពិបាក call ឥឡូវខ្ញុំបានកត់លេខកូដវាយលេខកូដចូលហើយបានលេខកូដហើយខ្ញុំវាយលេខកូដចូលហើយវាយត្រូវហើយយើងអាចចុចទៅមុខទៀតទៅបាទពេលនេះចុចទៅមុខទៀតទៅចុចវាទៅមុខទៀតទៅវានាំយើងចូលដល់ Telegram ហើយពេលនេះវាចូល Telegram បានសម្រាប់អញ្ចឹងចូល Telegram បានជោគជ័យហើយនេះបាទចូលទៅចេញឈ្មោះចាស់គាត់មកវិញព្រោះអីលេខទូរស័ព្ទតែបង្កើត Telegram លេខ1បង្កើតបានតែ Telegram 1ទេអត់អាចបង្កើត Telegram 2បានទេឥឡូវនេះចូលឃើញឯកសារចាស់របស់គាត់ពីមុនមកកន្លែង chat កន្លែង profile អីហ្នឹងចេញឯកសារចាស់របស់គាត់មកពីមុនមកហើយបាទវីដេអូក៏ដល់ទីបញ្ចប់ដែរសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ